កម្ពុជាអាស៊ាបេសង់ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមដើម្បីបរិបទទាំងសងខាងនិងស្ពានភ្ជាប់តំបន់អឺរ៉ុបនិងអាស៊ានសម្ដេចមហារដ្ឋសភាទីការធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអែលឈិនអាមៀបាយើតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ាបេសង់ទទួលបន្ទុកកិច្ចការពិសេសបានវិតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជាអាស៊ាបេសង់ដែលមានតាំងពីយូរមកហើយថាបានឈលលើការជឿជាក់គោរពនិងយោគយល់គ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងសងខាងនិងផលប្រយោជន៍រួមកម្ពុជាអាស៊ាបេសង់មានទស្សនៈនិងឆន្ទៈដូចគ្នានៅក្នុងការលើកកម្ពស់សន្តិសុខផ្ដោតលើផលប្រយោជន៍របស់ប្រជាពលរដ្ឋការលើកឡើងនេះបានធ្វើឡើងនៅក្នុងឱកាសសម្ដេចប្រធានរដ្ឋសភាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអែលឈិនអាមៀបាយើនិងសហការីនៅព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាសម្ដេចរដ្ឋសភាធិបតីមានសេចក្តីសមនោះរីករាយសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់ឯកឧត្តមអាមៀបាយើនិងគណៈប្រតិភូវត្តមានរបស់ឯកឧត្តមតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ាបេសង់បានឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានកសាងឡើងតាំងពីឆ្នាំ1995ឲ្យកាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀតស្របតាមស្មារតីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាពិសេសស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា MOU ដែលរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខានៅរាជធានីភ្នំពេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ សាស៊ីបា ហ្គូរ៉ូវ៉ាប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ាបេសង់កាលពីខែវិច្ឆិកាឆ្នាំ2022កន្លងទៅសម្ដេចប្រធានរដ្ឋសភាបានគូបញ្ជាក់ថាសម្ដេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ាបេសង់និងតែងតែបានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភាអាស៊ាបេសង់ជាញឹកញាប់នៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាអន្តរជាតិនានាសម្ដេចបានចូលរួមអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ាបេសង់សម្ដេចបានគូបញ្ជាក់បន្តថាក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងបានវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយៈការផ្លាស់ប្ដូរនិងការជួបប្រស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញជាន់ខ្ពស់ពិសេសក្រុមមិត្តភាពរដ្ឋាភិបាលប្រទេសទាំងពីរឯកឧត្តមអែលឈិនអាមៀបាយើបានថ្លែងអំណរគុណសម្ដេចប្រធានរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះឯកឧត្តមបានឯកភាពចំពោះការលើកឡើងរបស់សម្ដេចប្រធានរដ្ឋាភិបាលនិងបានអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យជាមួយគ្នានេះឯកឧត្តមបានជម្រាបជូនសម្ដេចប្រធានរដ្ឋាភិបាលអំពីលទ្ធផលជោគជ័យនៃជំនួបរវាងឯកឧត្តមនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភាក៏ដូចជាជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមប្រធានគណៈប្រតិភូបានគូបញ្ជាក់ថាក្នុងជំនួបទាំងពីរនេះបានផ្ដល់នូវឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែស៊ីជម្រៅនិងសកម្មឡើងលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចទេសចរណ៍កសិកម្មជាដើមសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ាបេសង់នៅចុងឆ្នាំ2026នេះដំណើរទស្សនកិច្ចនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែននៅអាស៊ាបេសង់កាលពីឆ្នាំ2014សម្ដេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនអាស៊ាបេសង់ក្នុងការរួមចំណែកលើកកម្ពស់ចលនាមិនចូលបក្សសម្ព័ន្ធ NAM ឲ្យចលនានេះមានភាពសកម្មរស់រវើកនិងកាន់តែសំខាន់ឡើងចលនាមិនចូលបក្សសម្ព័ន្ធគឺជាខែលសំខាន់មួយដើម្បីការពារប្រទេសតូចៗដូចជាកម្ពុជានិងអាស៊ាបេសង់នៅក្នុងស្ថានភាពសន្តិភាពពិភពលោកកំពុងប្រឈមហានិភ័យខ្ពស់ហុំព័ទ្ធដោយសង្គ្រាមនោះចលនានេះសម្ដៅធ្វើយ៉ាងណាស្ដារនិងលើកកម្ពស់សន្តិភាពពិភពលោកឡើងវិញឲ្យមានសមត្ថភាពយុត្តិធម៌និងបរិយាបន្នដោយផ្អែកលើច្បាប់អន្តរជាតិជាមួយគ្នានេះសម្ដេចប្រធានរដ្ឋាភិបាលបានមានប្រសាសន៍ថានៅចុងឆ្នាំ2026នេះសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាពិភពលោកលើកទី2សម្ដេចបានអញ្ជើញសភាប្រទេសអាស៊ាបេសង់ចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះសម្ដេចបានគូបញ្ជាក់ថាយើងចាំបាច់ត្រូវពង្រឹងការងារការទូតសភានិងកិច្ចសហប្រតិបត្តិការសភាឲ្យកាន់តែរឹងមាំនិងផ្ដោតឆ្ពោះទៅអនាគតដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍទាំងក្នុងកម្រិតតំបន់និងសកលលោកសម្ដេចប្រធានរដ្ឋាភិបាលនិងឯកឧត្តមអែលឈិនអាមៀបាយើបានផ្ដល់តម្លៃខ្ពស់បំផុតលើសន្តិភាពពិតជាមានសារៈសំខាន់និងជាតម្រូវការរបស់មនុស្សជាតិលើពិភពលោកកម្ពុជានិងអាស៊ាបេសង់មានទស្សនៈនិងបានចែករំលែកនូវគុណតម្លៃរួមនៃសន្តិភាពគោលការណ៍ច្បាប់អន្តរជាតិនិងការលើកកម្ពស់ពហុភាគីនិយមដោយបើកចំហ